ប្រតិបត្តិប្រជាកោធាតុអាកាសប្រចាំថ្ងៃរបស់ខេត្តកំពង់ស្ពឺមន្ទីរធនធានទឹកនិងអូតូនិយមខេត្តកំពង់ស្ពឺបានដឹងថានៅថ្ងៃទី5ខែឧសភាឆ្នាំ2025ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបស្ថានភាពដែលមាននឹងធ្វើឲ្យស្ថានភាពអបបរបាពី25ដល់26អង្សាសេនិងអតិបរបាពី35ដល់36អង្សាសេខ្យល់បក់មកពីទិសតាក់សិនមានល្បឿនចាប់ពី1ម៉ែត្រទៅដល់4ម៉ែត្រក្នុងវិនាទីមានភ្លៀងផ្គររន្ទះពីតិចទៅមួយជុំក្នុងបរិមាណ 10% ចំណែកឯស្ថានភាពទឹកនិងកម្ពស់ទឹកនៅតាមបណ្ដាស្ថានីយជលសាស្ត្រសំខាន់ៗនៃដងស្ទឹងព្រៃថ្នោតខេត្តកំពង់ស្ពឺសម្រាប់ថ្ងៃទី5ខែឧសភាឆ្នាំ2025ក៏អំពីស្ថានភាពទឹកនៅតាមបណ្ដាអង្គទឹកសំខាន់ៗយោងតាមស្ថានភាពធាតុអាកាសមន្ទីរសូមគោរពជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថាស្ថានភាពទឹកនៅតាមបណ្ដាទំនប់អាងបរិមាណទឹកដែលនៅសល់ចន្លោះពី 25% ទៅ 35% នៃផ្ទៃអាងសម្រាប់បម្រើតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញហើយដូចនេះមន្ទីរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់ទឹកដោយមានលក្ខណៈសន្សំសំចៃខ្ពស់និងបន្តសកម្មភាពបង្កបង្កើនផលស្រូវរដូវប្រាំងដំណាំផ្សេងៗដើម្បីជៀសវាងបញ្ហាប្រឈមពីកង្វះទឹកស្រោចស្រពដោយឡែកស្ថានភាពទឹកស្ទឹងព្រៃថ្នោតតែបន្តនិរន្តរភាពធម្មតាលើលេខតែការបញ្ជូនទឹកទៅផ្នែកខាងក្រោមតាមរយៈប្រព័ន្ធបន្លាយមេតាមរយៈប្រព័ន្ធបន្លាយមេរលែងជ័យខាងជើងខាងត្បូងដែលគម្រោងកំពុងបន្តការងារសាងសង់ខកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រដងស្ទឹងព្រៃថ្នោត 1. ស្ថានីយតាសាលថ្ងៃទឹកមានកម្ពស់12ម៉ែត្រទីមួយថ្ងៃម្សិលមិញទាបជាង7សង់ទីម៉ែត្រកម្រិតកម្ពស់ប៉ងបរិយា20ម៉ែត្រ 2. ស្ថានីយពីមខ្លីថ្ងៃទឹកមានកម្ពស់1.55សង់ទីម៉ែត្រទីមួយថ្ងៃម្សិលមិញទាបជាង3សង់ទីម៉ែត្រកម្រិតកម្ពស់ប៉ងបរិយា8ម៉ែត្រ 3. ស្ថានីយរលាងជ្រៃថ្ងៃទឹកមានកម្ពស់3.50សង់ទីម៉ែត្រទីមួយថ្ងៃម្សិលមិញទាបជាង46សង់ទីម៉ែត្រកម្រិតកម្ពស់ប៉ងបរិយា7.80សង់ទីម៉ែត្រអាសាដោយបានគោរពជម្រាបខាងលើសូមបងប្អូនសាធារណជនមេត្តាជ្រាបសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់កិច្ចសហការ